ស្ថាបត្យករប្រុសនៅណាមានតែស្រីទេមែនអីគេមនុស្សស្រីមកកាន់ការដ្ឋានទុកឲ្យបរោះគេអ្នកមើលវិញអុយមនុស្សស្រីនឹងប្រហែលធ្វើការងារបច្ចេកទេសមិនសូវកើតទេដឹងស្រីនឹងព្រមសម្ពាធការងារសំណងបានដែរឈប់សិនខ្ញុំវិសានៅក្នុងវិស័យនេះផ្ទាល់ខ្ញុំគិតថាមនុស្សស្រីមានចំណុចពិសេសច្រើនធ្លាប់ឮអត់គេថាមនុស្សស្រីចេះចប់ពូកែចាប់កំហុសហើយចំណុចហ្នឹងហើយដែលធ្វើឲ្យមនុស្សស្រីមានគំនិតច្នៃប្រឌិតមានភាពលម្អិតខ្ពស់ច្បាស់លាស់ចំពោះរឿងយកចិត្ត client មនុស្សស្រីចាក់ឆាប់ត្រូវហ្មងហើយពួកគាត់មានភាពអត់ធ្មត់ខ្ពស់មានភាពជាអ្នកដឹកនាំដូចនៅក្នុងក្រុមហ៊ុន True Home យើងអញ្ចឹងស្ថាបត្យករដឹកនាំគម្រោងជាមនុស្សស្រីតែនិយាយពីថាគម្រោងមួយណាក៏មិនដែលខកចិត្តអតិថិជនដែរជារួមក្នុងវិស័យស្ថាបត្យកម្មនេះមនុស្សប្រុសកាន់ការងារអ្វីមនុស្សស្រីក៏កាន់ការងារនឹងបានដូចគ្នាប្រយ័ត្នប្រយែងណាប្រុសគ្នាយើងតាប្រហែសចាញ់ស្រីហើយជំរាបទាំងអស់គ្នាវិញគិតថាមនុស្សស្រីក្នុងវិស័យសំណង់នេះមានចំណុចពិសេសអីទៀតអត់ចាំជួយ comment ម្នាក់មួយផងណាជាចុងក្រោយសូមជូនពរដល់បងប្អូនស្រីទាំងអស់គ្នានៅក្នុងវិស័យស្ថាបត្យកម្មនិងសំណង់នេះសូមកុំឲ្យបោះបង់ក្តីសម័យមួយនេះហើយសូមឲ្យអ្នកទាំងអស់គ្នាជោគជ័យនៅអ្វីដែលខ្លួនឯងស្រឡាញ់នៅក្នុងវិស័យនេះ